ដឹងថាបន្លែសំខាន់សម្រាប់បងមានទាំងវីតាមីនមានទាំងជាតិសរសៃតែធ្វើម៉េចបើកូនខ្ញុំผมញ៉ាំមកចំណិតសោះអញ្ចឹងតោះតែបេះហ្មងកុំតន់តល់អីសាក5ចំណុចនេះសិនមើលទី1ដាក់ឲ្យដាក់ទៀតគេរកឃើញថាពេលខ្លះតើតើឲ្យគាត់ប៉ះកាន់អាបន្លែនឹង8ទៅ10ដងបានគាត់ចាប់ផ្ដើមសាកញ៉ាំវាទី2ត្រូវតែមានបន្លែគ្រប់ពេលដែលគាត់ញ៉ាំកុំចាំតតែអាហារសុខភាពអីយូរម្ដងអីនោះទី3សាកឲ្យជំរើសកូនយើងក្មេងក៏ចូលចិត្តរើសអញ្ចឹងសាកឲ្យបន្លែពីរមុខមើលគាត់ប្រកាសជាញ៉ាំអាណាដែលគាត់រើសហើយទី4សាកលបងដូររបៀបចម្អិនក្មេងខ្លះអត់ចូលចិត្តញ៉ាំស្ងោរតែគាត់ចូលចិត្តញ៉ាំឆាហើយទី5ត្រូវតែញ៉ាំជាមួយគាត់ប៉ាម៉ាក់ទាំងអស់គ្នាគឺជាគំរូបើសិនជាយើងញ៉ាំគាត់ប្រកាសជាសាកលបងញ៉ាំជាមួយយើងតែបើសិនជាធ្វើគ្រប់វិធីទាំងអស់គាត់នៅតែមិនព្រមញ៉ាំបន្លែសោះអាហ្នឹងចាំសាកប្រើវីតាមីនបន្លែខ្លះដើម្បីជួយបំពេញវីតាមីនមកពីបន្លែដែលគាត់បានញ៉ាំហ្នឹងវីតាមីនបន្លែអាចជួយបានខ្លះតែមិនមែនទាំងស្រុងទេអញ្ចឹងបានន័យថាកូនយើងនៅតែត្រូវតែញ៉ាំបន្លែដដែលប៉ាម៉ាក់ទាំងអស់គ្នានៅតែត្រូវព្យាយាមដដែលព្យាយាមជារៀងរហូតព្យាយាមគ្មានថ្ងៃបញ្ចប់ព្យាយាមដើម្បីសុខភាពកូនយើងធ្វើបានអត់ប៉ុណ្ណឹង